កាលពីព្រេងនាយមានសត្វក្រពើដ៏ធំមួយរស់នៅក្នុងទន្លេមេគង្គវាលោភលន់ណាស់ហើយខ្លាចទឹកជន់លិចសម្បុកវាថ្ងៃមួយទឹកទន្លេចាប់ផ្ដើមឡើងខ្លាំងក្រពើភ័យស្លន់ស្លោវាបានឃើញអ្នកភូមិ2នាក់កំពុងដើរកាត់នោះក្រពើក៏អង្វរអ្នកភូមិថាសូមជួយសង្គ្រោះខ្ញុំផងនាំខ្ញុំទៅកន្លែងមានសុវត្ថិភាពខ្ញុំនឹងមិនភ្លេចគុណឡើយដោយក្តីមេត្តាអ្នកភូមិក៏យល់ព្រមពួកគេក៏យកខ្សែមកចងរួចអូសក្រពើដ៏ធំឡើងលើគោកលុះដល់កន្លែងមានសុវត្ថិភាពក្រពើក៏ផ្លាស់ប្ដូរចិត្តភ្លាមវានិយាយថាឥឡូវខ្ញុំឃ្លានណាស់ខ្ញុំត្រូវតែស៊ីអ្នកឯងហើយអ្នកភូមិភ័យខ្លាចយ៉ាងខ្លាំងហើយបានសុំឲ្យក្រពើរងចាំបន្តិចដើម្បីស្វែងរកអ្នកកាត់សេចក្តីដើម្បីរកយុត្តិធម៌ដំបូងគេបានជួបនឹងសត្វក្របីដ៏ធំមួយតែក្របីលោភលន់ចង់បានចំណីក៏កាត់ក្តីឲ្យក្រពើស៊ីអ្នកភូមិនោះទៅប៉ុន្តែសំណាងល្អពួកគេក៏បានជួបនឹងសូភាទុនសាយក៏យល់ព្រមកាត់ក្តីឲ្យអ្នកទាំងពីរសូភាទុនសាយបានសួរដេញដោលសាច់រឿងទាំងមូលរួចក៏និយាយថាដើម្បីកាត់ក្តីឲ្យយុត្តិធម៌ខ្ញុំត្រូវតែឃើញហេតុការណ៍តាំងពីដើមសិនទុនសាយបង្គាប់ឲ្យអ្នកភូមិចងក្រពើអូសត្រឡប់ទៅមាត់ទន្លេវិញដើម្បីបង្ហាញពីរបៀបជួយសង្គ្រោះនៅពេលក្រពើត្រឡប់ទៅក្នុងទឹកវិញសូភាទុនសាយក៏ប្រាប់ថាឥឡូវនេះអ្នកទាំងពីរមិនបាច់ជួយវាទៀតទេក្រពើលោភលន់ក៏ត្រូវជាប់ក្នុងទឹកជំនន់ឯអ្នកភូមិដែលចិត្តល្អក៏វិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព